Rùa ngày đi rùa xa bao nhiêu tăng pi chụp bẹ cây mau của xa nhâm prai ở tăng pi đây à thọp che phắc đó che phắc tôi hiểm xô có tháng con bà bạ chặt quạt tàu phệ xa mỗi cây nhưng bà bạ chặt mền tên đằng 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 sai thường mạnh តើបងប្អូនប្រមាណអ្នកដែលក្រុមគ្រួសារមានបញ្ហាសម្ពាធខ្លាំងផឹកស្រាដោយភរិយារបស់ខ្ញុំនិយាយថាផឹកស្រាហ្នឹងសឹងតែរាល់ថ្ងៃហើយបាទមានន័យថាតទៅពេលពិបាកពេកអត់ដឹងថាធ្វើម៉េចតទៅពេលអញ្ចឹងផឹកស្រាយកស្រាហ្នឹងយកដាក់ជាទម្លាក់ចង់និយាយថាគេហៅកាត់ stress ឬក៏បន្ធូរអារម្មណ៍បាទដោយសារតែខ្លួនឯងហ្នឹងជាពាក់អំណុលគេច្រើនពេកមិនដឹងថាធ្វើម៉េចទៅអញ្ចឹងហើយក៏យកស្រាហ្នឹងជាមិត្តបាទដើម្បីបន្ធូរនៃការសម្ពាធតានតឹងរបស់ខ្លួនឯងប៉ុន្តែសម្ពាធនោះវាមិនធូរដោយអ្វីដែលយើងគិតទេបាទពេលដែលស្វាងបញ្ហាមកដដែលបាទអូខេបងប្អូនអញ្ចឹងខ្ញុំមិនដឹងថាបងប្អូនប្រហែលអ្នកខ្លះដែលស្ថិតនៅក្នុងចំណុចនេះទេបើសិនជាបងប្អូនកំពុងតែជួបបញ្ហាបំណុលហើយមានបញ្ហាទាំងអស់នេះបងប្អូនធ្វើការខមមិនប្រាប់ខ្ញុំផងដើម្បីខ្ញុំបានតាក់ទងទៅនិងនិយាយអំពីដំណើរការក្នុងការដោះស្រាយប៉ុន្តែមុននឹងចូលទៅក្នុងសាច់រឿងប្រធានបទរបស់យើងខ្ញុំសូមការអនុញ្ញាតនិយាយអំពីប្រវត្តិរូបរបស់ខ្ញុំខ្លះៗសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ស្គាល់ខ្ញុំបាទខ្ញុំបាទឈ្មោះមានសវុតភរិយារបស់ខ្ញុំឈ្មោះឆើស្រីពួកយើងធ្លាប់ជាប់បំណុល $40000 ខ្ញុំបានចាប់ផ្ដើមខ្ចីបំណុលគេនៅឆ្នាំ2015ខ្ចីគេ5000ដំបូងឡើយយកទៅបើកលក់ម៉ាស៊ីនត្រជាក់នៅគល់ស្ពានព្រៃសំរោងកែងកាក់ក្បាលក្រហមក្រុងតាខ្មៅអញ្ចឹងជាអកុសលក៏ធ្វើមិនបានជោគជ័យអ្វីនោះដែរក៏បរាជ័យបិទអាជីវកម្មហ្នឹងត្រឡប់ទៅវិញនៅឆ្នាំ2019កាំងខ្លាំងយើងក៏បានសម្រេចចិត្តចំណាក់ស្រុកទៅធ្វើជាពលករធ្វើការនៅក្នុងប្រទេសថៃអញ្ចឹងនៅពេលដែលឆ្នាំនោះយើងគិតថាទៅធ្វើបានលុយបានកាក់ចាំត្រឡប់មកវិញប៉ុន្តែជាអកុសលវាមិនស្រួលដូចអ្វីដែលយើងគិតនោះទេអញ្ចឹងយើងបានទៅពិតមែនប៉ុន្តែជាការលំបាកក៏យើងសម្រេចចិត្តត្រឡប់មកវិញប៉ុន្តែនៅពេលដែលយើងត្រឡប់មកវិញយើងក៏ជួបជាមួយនឹងបុគ្គលម្នាក់ដែលគាត់ជាដុកទ័របំណុលដែលគាត់បានជួយយើងបាទគឺលោកគ្រូសិទ្ធិផលម្នាក់ហ្នឹងគឺគាត់បានជួយយើងក្នុងការដោះបំណុលដោយប្រើពេលតែមួយខែទេគាត់បង្ហាញក្បួនរូបមន្តឲ្យយើងដោះស្រាយក៏យើងអាចចាក់ចេញពីបញ្ហានឹងបានមិនត្រឹមតែប៉ុណ្្នឹងទេគាត់បានប្រាប់យើងថាឲ្យយើងហ្នឹងធ្វើជាវគ្គសិក្សាធ្វើជាសភៅដើម្បីចែកចាយទៅដល់មនុស្សជាច្រើនសប្តាហ៍ថ្ងៃយើងបានចូលរួមចំណែកជួយមនុស្សទៅដល់អ្នកដែលមានបញ្ហាហ្នឹងគាត់បានឃើញបានស្គាល់យើងគាត់យករូបមន្តក្បួនរបស់យើងទៅគាត់យកទៅមើលយកទៅធ្វើពួកគាត់ក៏បានដំណោះស្រាយបើសិនជាបងប្អូនចង់ស្ដាប់ចង់ឃើញបងប្អូនអាចចុចចូលទៅក្នុង link Telegram មួយដែលបានដាក់សាកសីសម្ដីពិតៗពួកគាត់ដែលគាត់បានធ្វើការបកស្រាយពីបញ្ហាទុក្ខលំបាករបស់ពួកគាត់ហើយពីភាពដោះស្រាយបានរបស់ពួកគាត់បាទអញ្ចឹងបងប្អូនអាចចុចចូលទៅក្នុង link Telegram របស់ខ្ញុំដែលខ្ញុំបានរៀបចំបានបាទអូខេបងប្អូនអញ្ចឹងត្រឡប់មកសាច់រឿងប្រធានបទរបស់យើងវិញដែលនិយាយអំពីការផឹកស្រារៀងរាល់ថ្ងៃបាទដើម្បីបន្ធូរឬក៏មិនដឹងថាគិតអាម៉េចបាទអញ្ចឹងយើងតែងតែបង្កើតទម្លាប់មួយគេហៅថាហូបស្រាដើម្បីបន្ធូរអារម្មណ៍ក្នុងការជាប់គាំងបំណុលបាទអញ្ចឹងជាទៀតសោកកន្លែងនេះគឺខ្ញុំក៏ធ្លាប់ជួបខ្លួនឯងដែរនៅឆ្នាំចន្លោះពី2015ដល់19ហ្នឹងគឺពេលហ្នឹងគឺខ្ញុំកំពុងតែមានបញ្ហាអញ្ចឹងខ្ញុំក៏ជាបុគ្គលម្នាក់ដែលយកស្រាធ្វើជាមិត្តធ្វើជាស្ពានបាទដើម្បីធ្វើការប្រស្រ័យតំណតំណងដូចជាការងារដូចជាការចំណងចងដើម្បីទទួលបានការងារជាដើមអញ្ចឹងពួកយើងតែងតែល្ងាចឡើងចប់ការងារយើងផឹកចឹងទៅពេលខ្លះមិនទាន់មានការងារផងក៏យើងផឹកដែរបាទគឺយើងផឹកដើម្បីស្គាល់គ្នាផឹកដើម្បីបានការងារប៉ុន្តែជាអកុសលអាការងាររបស់យើងបាននៅពេលដែលផឹកនោះគឺមិនដែលបានជោគជ័យឬក៏មិនបានចំណេញអ្វីនោះទេហេតុអីសំណួរសួរថាហេតុអីទី1ការទៅស្គាល់គេគឺស្គាល់នៅវងផឹកគឺធ្វើឲ្យយើងមានសម្ពាធមួយគេហៅថាត្រូវការចំណាយហើយផឹកស៊ីគឺយើងប្រើអារម្មណ៍ខ្លាំងពេកយើងបានប្រើក្បួនឬក៏ប្រើចំណេះដឹងទៅវាយតម្លៃ BOQ ឬក៏ត្រឹមត្រូវនោះទេអញ្ចឹងធ្វើឲ្យយើងមានបញ្ហានៃការប្រើប្រាស់លុយមិនត្រូវមិនចំគោលដៅហើយការវាយតម្លៃនៅក្នុងគម្រោងនោះក៏មិនមានភាពច្បាស់លាស់ហើយយើងប្រើមនោសញ្ចេតនានៅក្នុងស្ថានភាពផឹកនោះក៏វាមិនច្បាស់លាស់ធ្វើឲ្យយើងខាតមួយចំណុចបាទចំណុចទី2គឺយើងតែងតែយកការជួបជុំគ្នាផឹកស៊ីសប្បាយហ្នឹងយកមកធ្វើនៅពេលល្ងាចចប់ការងារកថាំងធ្វើការងារច្រើនហើយសម្រាប់ខ្លះទៅផឹកខ្លះទៅរកស៊ីអីខ្លាំងពេកបាទអញ្ចឹងយើងតែងតែគិតបែបហ្នឹងអញ្ចឹងការធ្វើបែបហ្នឹងគឺធ្វើឲ្យក្រុមគ្រួសារបញ្ហារបស់យើងហ្នឹងវាមានបន្ទុកនៃការចំណាយមួយខ្ទង់ទៀតហើយមិនត្រឹមតែប៉ុណ្្នឹងទេពេលខ្លះគឺការផឹកនោះគឺមានការជួបគ្រោះថ្នាក់បាទដូចជាការបើកបរឬក៏ការឈឺស្កាត់ជាដើមបាទអញ្ចឹងបងប្អូនដឹងហើយអ្នកហូបស្រាពេលខ្លះហូបពេលកំពុងតែហូបនឹងគឺសុបាយណាស់បាទប៉ុន្តែនៅពេលដែលផឹកដល់ជ្រុលទៅអាចថាស្អែកឡើងគឺងើបអត់ចង់រួចក៏មានដែរបាទអញ្ចឹងនេះគឺជាបន្ទុកមួយបាទអញ្ចឹងខ្ញុំចង់ត្រឡប់មកវិញថារឿងបំណុល
ប្រសិនបើយើងយកស្រាយកមកធ្វើជាមិត្តធ្វើជាស្ពានបែបនេះគឺมันអាចចាក់ចេញពីបញ្ហាបានទេពីព្រោះការគិតស្មើនឹងអារម្មណ៍ស្មើនឹងសកម្មភាពស្មើនឹងលទ្ធផលបើលទ្ធផលបូកយើងអាចធ្វើបន្តបើលទ្ធផលដកយើងត្រូវតែបដូរការគិតចំណុចដែលយើងត្រូវធ្វើពីនេះបើសិនជាយើងមានបញ្ហាបំណុលគឺមានន័យថាលទ្ធផលរបស់យើងដកយើងត្រូវបដូរការគិតមិនមែនយើងទៅបដូរអារម្មណ៍ទេមិនមែនជាពាក់គេទៅចូលកន្លែងផឹកស៊ីដើម្បីរកដំណោះស្រាយទេយូរទៅសម្ពាធគ្រួសារបាទសម្ពាធគ្រួសារអាចលែងលះគ្នាអាចប្រច័ណ្ឌគ្នាអាចអស់អារម្មណ៍ជាមួយគ្នានេះជាដើមលក្ខណៈអញ្ចឹងខ្ញុំធ្លាប់ជួបខ្លួនឯងដែរប៉ុន្តែពួកយើងក៏បានដោះស្រាយបញ្ហានឹងរួចដោយសារតែយើងបានអនុវត្តតាមក្បួនរូបមន្តមួយចំនួនបើសិនជាបងប្អូនត្រូវការបទពិសោធន៍របស់យើងអាចតាក់ទងមកយើងបានយើងមានទទួលការប្រឹក្សាតាមលេខទូរស័ព្ទ096 663ដើម008គត់អញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំជម្រាបលាហើយកុំអស់សង្ឃឹមរឿងបំណុលគឺយើងអាចជួយបាន